จุดบุญឆ្នាំហើយដែលខ្ញុំដាក់ brace ហើយថ្ងៃនេះខ្ញុំដល់ថ្ងៃដែលត្រូវទៅដោះចេញហើយខ្ញុំទៅដោះ brace ចេញម្នាក់ឯងនេះនៅពេលព្រឹកហើយយប់ឡើងបាទខ្ញុំទៅដល់ផ្ទះវិញ Nicky ឈរនិយាយជាមួយខ្ញុំឡើងមួយថ្ងៃហើយបានគេទៅចាប់អារម្មណ៍ថាចាញ់ដោះ brace ចេញបានមកហើយគេដើរមកពិនិត្យខ្ញុំឲ្យចិត្តបន្តិចចាសរុបមកខ្ញុំត្រូវបានកូនពៅដាក់ពិន្ទុឲ្យភ្លាមនៅនឹងកន្លែងគេថាអូចាយអើយទៅដាក់ brace វិញទៅពេលចាយមាន brace ស្អាតជាងអញ្ចឹងបានថាពេលខ្លះបើ Nicky គាត់ទៅសើខ្ញុំមួយថ្ងៃអីខ្ញុំអន់ណាព្រោះគាត់កំរទៅសើខ្ញុំដក brace ចេញបានមួយថ្ងៃអីចាំកាលទៀតស្អែកឡើងមកញ៉ាំអីឲ្យឆ្ងាញ់មាត់ម្ដងមើលហើយប៉ះចំ Yakiniku like ទៅតែបើកសាខាថ្មីនៅ TK Avenue ទៀតគឺនៅម្ដុំផ្ទះខ្ញុំនឹងឯងអញ្ចឹងគឺមិនបងអង្គយូរទេព្រោះអីថ្ងៃនេះគឺសំដៅមករកសាច់អាំងនៅនេះឯងការរៀបចំនៅក្នុងហាងគេនៅតែស្អាតដូចសាខាមុនដែលខ្ញុំធ្លាប់ទៅអញ្ចឹងប៉ុន្តែខ្ញុំគិតថាសាខាថ្មីនៅ TK Avenue នេះធំជាងមុនតលីជាងមុនហើយក៏សម្បូរកន្លែងអង្គុយជាងមុនដែរហើយចំពោះបងប្អូនដែលអត់ទាន់បានដឹងទេ Yakiniku like ឥឡូវនេះគឺមាន3សាខាហើយណាសាខា Aeon Mall Eden ហើយនិង TK Avenue បើថ្ងៃណាខ្ញុំទៅញ៉ាំម្នាក់ឯងខ្ញុំនឹងអង្គុយតុក solo ម្ដងណាមួយ solo barbecue dining នៅនេះគឺ popular មែនតើបងប្អូនគួរតែមកសាក់ម្ដងណាហើយទឹកជ្រលក់នៅនេះមាន4មុខបងប្អូនមើលលេងសិនតិចទៀតខ្ញុំ recommend favorite ទឹកជ្រលក់ខ្ញុំឲ្យបងប្អូនបានស្គាល់ដែរមកញ៉ាំរាល់ដងភាគច្រើនខ្ញុំក៏មកតែជា set ទេប៉ុន្តែលើកនេះចង់ប្លែកម្ដងហៅជាចានចេះវិញនេះ favorite sauce ខ្ញុំ2មុខនេះឯងបងប្អូនសេវទុកណាចាក់ចូលកូនចានហើយថែមតែម្ទេសខ្ទឹមឲ្យច្រើនមកបងប្អូនឆ្ងាញ់ណាស់ប្រភេទសាច់វិញគឺមានច្រើនជម្រើសឲ្យបងប្អូនរើសណាប៉ុន្តែខ្ញុំចូលចិត្តតែ Karubi ទេព្រោះវាខ្ទិះឆ្ងាញ់កូនពៅតបានមក Yakiniku ហើយញ៉ាំដូចគេច្រកខុសអញ្ចឹងឯងគាត់ញ៉ាំត្រូវមាត់គាត់ហើយឆ្ងាញ់ពេកបិទភ្នែកមួយសិនដល់ពេលគេចេះលីទឹកជ្រលក់ខ្លួនឯងចេះទៀតស្រួលមួយយ៉ាងទៅ Nicky គាត់ញ៉ាំរសជាតិខ្ញុំអញ្ចឹងតែខ្ញុំញ៉ាំអីទៅឆ្ងាញ់ត្រូវមាត់គាត់ក៏ឆ្ងាញ់ឲ្យត្រូវមាត់ដែរដូចទឹកជ្រលក់អញ្ចឹងខ្ញុំលាយឲ្យគាត់តែម្ដងទេតែពេលគាត់ភ្លក់ទៅឆ្ងាញ់ឲ្យត្រូវចិត្តក្រោយទៀតគាត់លាយខ្លួនឯងធ្វើដូចដែលខ្ញុំធ្លាប់ធ្វើឲ្យគាត់អញ្ចឹងហើយពេលបានមកញ៉ាំនៅនេះខ្ញុំ recommend ឲ្យបងប្អូនញ៉ាំដូច Nicky អញ្ចឹងមួយម៉ាត់ធំអញ្ចឹងបានឆ្ងាញ់ចង្ក្រានគេនោះក៏ក្តៅល្អទៀតណាមើលអានេះខ្លោចមួយបាត់អាំងអត់ចង់តន់ Nicky ខុសពីខ្ញុំបន្តិចអត់សូវចូលចិត្តផ្ទាប់ជាមួយសាឡាត់ទេតែខ្ញុំចូលចិត្តថែមគីមឈីពីលើអញ្ចឹងទៀតមកហើយភ្លេចប្រាប់បងប្អូនថាគីមឈីនឹងក៏ឆ្ងាញ់ដែរជ្រលក់ជាមួយ sauce ដែលលាយនឹងទៅញ៉ាំចូលទៅក្នុងមាត់ហើយជាតិណាស់បងប្អូនអើយខ្ទិះឆ្ងាញ់មែនតើហើយមួយទៀតគឺខ្ញុំអត់ដែលរំលងបាយមានពងនិងសារាយពីលើទេខ្ញុំចូលចិត្ត mix ច្បល់វាឲ្យចូលគ្នាញ៉ាំជាមួយសាច់គីមឈីហើយនិងទឹកជ្រលក់ដែលលាយដូចខ្ញុំចេះមកអូយខ្ញុំ voice over បដាខ្ញុំឃ្លានបដាទៀតហើយនេះរសជាតិគឺបំភ្លេចអត់បានទេរសជាតិនៅនេះមិនមែនត្រូវចិត្តត្រូវមាត់តែខ្ញុំក្មេងៗណាសំបីតាម៉ាក់និងម៉ាក់អ៊ំខ្ញុំក៏គាត់ចូលចិត្តដែរនឹកឃើញការខ្ញុំដាក់ brace ដបងដាក់បានមួយថ្ងៃខ្ញុំញ៉ាំអីអត់បានទេក្រៅពីអំបិលសហើយក្រោយមកខ្ញុំក៏ញ៉ាំបានធម្មតាវិញប៉ុន្តែជារៀងរាល់ខែពេលដែលខ្ញុំដូរកៅស៊ូថ្មិញម្ដងគឺខ្ញុំឈឺជាប់គ្នា 3-4 ថ្ងៃអញ្ចឹងរហូតអញ្ចឹងបានន័យថាអានឹងវា repeat ដែររាល់ខែគឺខ្ញុំត្រូវតែឈឺថ្មិញ 3-4 ថ្ងៃជាប់គ្នាអញ្ចឹងក្រោយពេលខ្ញុំដូរកៅស៊ូថ្មីប៉ុន្តែឥឡូវនេះចង់ប្រាប់បងប្អូនថាខ្ញុំអត់មាន brace ជាប់នឹងថ្មិញទៀតទេហើយក៏អត់ចាំបាច់ដូរមួយខែម្ដងដូចពីមុនទៀតដែរអញ្ចឹងចាប់ពីពេលនេះតទៅបងប្អូននឹងស៊ាំជាមួយមុខខ្ញុំពេលអត់ដាក់ brace វិញហើយវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមដល់ចប់ណាជម្រាបលាបាយបាយ